បាទសួស្តីពុកម៉ែបងប្អូនសូមស្វាគមន៍ជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំបាទសុភ័ក្រងួនហើយថ្ងៃនេះដែរខ្ញុំមានសេចក្តីសោមនស្សរីករាយចង់បង្ហាញអំពីសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំអញ្ចឹងណាសកម្មភាពរបស់ខ្ញុំប្រចាំថ្ងៃធ្វើអីអញ្ចឹងណាហើយនេះគឺជាសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំគឺការឡើងទៅយកតកដើមយើងហ្នឹងណាហើយនឹងតកអនាម័យហ្នឹងជារៀងរាល់ម៉ោង3ទៀបភ្លឺឬក៏ម៉ោង4ទៀបភ្លឺគឺខ្ញុំចេញទៅហើយនិយាយទៅរៀងម៉ោងប៉ុណ្ណឹងក៏ខ្ញុំចេញទៅតែដោយសារថ្ងៃនេះខ្ញុំរៀងខកម៉ោងដែរឡើងទៅម៉ោង5ភ្លឺបាទដែរហើយខ្ញុំចេញទៅចំណាយពេលពីផ្ទះទៅដល់រោងចក្រចំណាយពេលខ្ទង់20នាទីតែនេះខ្ញុំកាត់ណាបើសិនជាខ្ញុំដាក់វែងហ្មងវាអត់កើតទេព្រោះចំណាយពេលដល់20នាទីហ្នឹងអញ្ចឹងផ្លូវដែលខ្ញុំត្រូវទៅយកហ្នឹងគឺទៅយកទៅដល់អង្គសោមកន្លែងរោងចក្រតកណារោងចក្រតកនៅអង្គសោមហើយនេះចៃដនជិះមកជួបលពូគាត់កំពុងតែបងសណាញ់ហើយក៏ឆ្លៀតថតយកផ្ទាំងទស្សនីយភាពនឹងឲ្យតិចទៅហើយនេះខ្ញុំទៅដល់រោងចក្រហើយនេះរោងចក្រតកណាខ្ញុំទៅដល់រោងចក្រតកម៉ោង5:20នាទីម៉ោង5:20នាទីភ្លឺបាត់ហើយភ្លឺឆេះបាត់ហើយហើយតកដែលខ្ញុំយកវាដូចថ្ងៃនេះវាតិចដែរក៏ដង60ដើម70ដើមតែថ្ងៃនេះខ្ញុំយកតែ30ដើមជាងដោយសារភ្លៀងពីម្សិលណាហើយពេលអញ្ចឹងតកនៅហើយតែមានភ្លៀងតកយើងលក់អត់សូវដាច់ទេបើថាក្តៅខ្លាំងទេតកយើងលក់ដាច់ហើយនេះបងអ្នកយោងតកគាត់ចាប់ផ្ដើមយោងចេញពីកន្លែងដែលយើងស្អំទឹកដើម្បីឲ្យវាចង់និយាយថាឲ្យវាបាត់ភាពត្រជាក់ដើម្បីឲ្យវាហូរចេញពីពុំមកណានេះគាត់ចាប់ផ្ដើមលើកមកចាក់ចេញហើយចាំមើលបងប្អូនមើលទៅនេះគេតែក៏ដើមយើងចេញមកជាពុំចេញពីពុំមកអញ្ចឹងគឺរៀងពុំហើយគឺចេញមកអញ្ចឹងរៀងជ្រុងណាតកនេះទំហំຂະຫນាតរបស់វា25គុណនឹង30ហើយបដោយរបស់វាជួនកាលទៅបាន1ម៉ែត្រកន្លះអញ្ចឹងទៅជួនកាលបាន1ម៉ែត្រ40អញ្ចឹងវាអត់ទៀងណាហើយទឹកក្នុងការប្រើប្រាស់គឺគាត់ប្រើប្រព័ន្ធទឹកស្អាតទាំងអស់អត់មែនបូមទឹកបលាយឬក៏បូមទឹកស្រះបូមទឹកតាពាំងដែលមានយកមកច្រោះឯនេះគាត់យកទឹកស្អាតមកគាត់យកទឹកស្អាតមកហើយគាត់ច្រោះទៀតគាត់ចម្រោះហ្នឹងគាត់រោងចក្ររបស់គាត់ហ្នឹងកន្លែងចម្រោះហ្នឹងគឺមានប្រព័ន្ធទឹកក្តៅមានអីទៀតណាសម្រាប់មេរោគរបស់គាត់មិនមែនចេះតែបូមទឹកមកដាក់ក្នុងពុំហើយដាក់ចូលកន្លែងបកកទេអត់ទេគឺគាត់មានអនាម័យត្រឹមត្រូវទឹកតកកនេះគឺនិយាយទៅភ្លឹងបណ្ដោយសថ្លាបណ្ដោយអត់មានលីដីលីអីទេបើសិនតែទឹកបូមមកពីស្រះបូមមកពីបឹងមកពីស្ពាំងអីអានឹងអាចនឹងមានភាពល្អភាពអីតែនេះអត់ទេតកកនេះឡើងថ្លាឆ្វង់តែម្ដងពួកដោយសារគាត់យកទឹកស្អាតមកធ្វើណាអញ្ចឹងពុកម៉ែបងប្អូនមើលទៅទាំងទស្សនីយភាពនៅរោងចក្រតកកនេះគឺកន្លែងតកកដែលខ្ញុំទៅយកជាប្រចាំព្រលឹមឡើងខ្ញុំចេញទៅហើយបន្ទាប់ពីខ្ញុំចេញពីរោងចក្រអញ្ចឹងទៅខ្ញុំចាប់ផ្ដើមចេញទៅតម្លាក់តាមម៉ួយតាមតូបដែលត្រូវយកណាប៉ុន្តែយើងអត់តម្លាក់តាមភូមិទេយើងតម្លាក់ទៅតាមតូបដែលយើងត្រូវតម្លាក់ដើម្បីចែកចាយបន្តទេយើងតម្លាក់នៅតូបហើយគេមានអ្នកដឹកនៅតូបហ្នឹងសម្រាប់ដឹកចែកចាយតាមភូមិលក់រាយទៀតណាពួកយើងដឹកឡានយើងគ្រាន់តែជាអ្នកដឹកដាក់តាមតូបធំទេចឹងយើងដឹកដាក់តូបធំទៅគាត់មានកម្មករគាត់មានបុគ្គលិករបស់គាត់ដែលដឹកតាមភូមិតាមអីទៀតហើយនេះដែរគឺជាដំណើរការដែលខ្ញុំដឹកចេញពីរោងចក្រទៅហើយខ្ញុំដឹកតាមផ្លូវជាតិលេខ3ណាសម្រាប់ផ្លូវជាតិលេខ3ពេលព្រឹកព្រលឹមក៏មើលទៅស្រស់បំព្រងដែរថ្ងៃរះចិញ្ចាចចេញអ្នកស្មីមកហើយបងប្អូនកម្មការនីរោងចក្ររបស់យើងគឺគាត់ធ្វើដំណើរទៅហើយទាំងឡានទាំងម៉ូតូនេះបងប្អូនអាចមើលខាងឆ្វេងដៃខាងឆ្វេងផ្លូវហ្នឹងសិតតែបងប្អូនយើងកម្មការនីរោងចក្រហើយឡើងពេញឡានហើយនេះបិណ្ឌដែលយើងត្រូវដាក់តកហ្នឹងមិនមែនយើងយកមកម្ដើមវែងហ្នឹងយើងដាក់ចូលក្នុងហ្នឹងទេអត់ទេគឺយើងត្រូវកាត់វាជាពីរយើងកាត់វាជាពីរមកដាក់ក្នុងបិណ្ឌហ្នឹងហើយមួយបិណ្ឌហ្នឹងយើងអាចដាក់បាន6ដើមក្នុងមួយបិណ្ឌណាមួយបិណ្ឌហ្នឹងយើងអាចដាក់បាន6ដើមអញ្ចឹងយើងកាត់ជា2អញ្ចឹងមួយបិណ្ឌហ្នឹងវាស្មើនឹង12កណាត់
បើយើងគិតជាដើមវិញមកវាស្មើនឹង6ដើមហើយនេះតកដែលខ្ញុំវាយមួយកណាត់ពីរោងចក្រមកហើយកុំឲ្យយើងពិបាកមកដល់នឹង A ណាអញ្ចឹងយើងកាត់ឲ្យហើយទៅយើងមកក៏លើកដាក់បិណ្ឌនេះគឺយើងដាក់ដូចអញ្ចឹងណាមកបិណ្ឌយើងដាក់បាន6ប៉ុន្តែដោយសារតែថ្ងៃហ្នឹងកន្លែងនេះគាត់យកតិចនេះគាត់យកតែ5ដើមអញ្ចឹងក៏ខ្ញុំដាក់តែ5ដើមទៅហើយការដាក់គឺគេដាក់បែបហ្នឹងអញ្ចឹងមកបិណ្ឌហ្នឹងយើងដាក់បាន6ហើយមកជួរយើងអាចដាក់បាន4កណាត់ណា4កណាត់វាស្មើនឹង2ដើមអញ្ចឹងយើងដាក់មកបិណ្ឌហ្នឹងបាន3ជួរបើយើងដាក់បាន4ជួរវាស្មើមាត់នោះតោះតែយើងក្របថងក្របអីទៀតកុំឲ្យវាឆាប់រលាយណាហើយនេះខ្ញុំចាប់ដើមឡើងឡានទៅបន្តទៅមុខទៀតហើយព្រោះដោយសារខ្ញុំដាក់ហើយអីអញ្ចឹងខ្ញុំចាប់ដើមទៅដាក់មកកន្លែងទៀតហើយមកកន្លែងពីមកកន្លែងយើងឆ្ងាយពីគ្នាដែរចូលដី4-5គីឡូដែរតែបានដោយសារផ្លូវយើងវាអត់លំបាកទេវាមានចង់ថាផ្លូវបេតុងរហូតណាអញ្ចឹងយើងអត់ពិបាកក្នុងការដឹកជញ្ជូនទេព្រោះដោយសារផ្លូវយើងវាស្រួលទោះបីជាស្រុកស្រែចំការប៉ុន្តែផ្លូវវាស្រួលមើលតែទេសភាពទៅដឹងហើយកាលពីដើមឡើយនៅលើភ្នំនោះភ្នំហ្នឹងខ្ញុំដឹកនិយាយទៅការដឹកលម៉កកាលនោះអត់ទាន់មានតកង់ឡានឥឡូវមានតកង់ឡានមកមួយទៀតយើងធូរយើងដឹកឡាន2ព្រោះកាលនោះយើងរត់ឡានតែមួយដល់ពេលយើងរត់ឡានតែមួយទៅខ្ញុំដឹកច្រើនអញ្ចឹងខ្ញុំមិនអាចដឹកតែមួយជើងបានទេខ្ញុំមួយថ្ងៃខ្ញុំដឹក2ជើងក្នុងមួយជើងខ្ញុំអាចដាក់បាន3កន្លែងអញ្ចឹងណាព្រោះដោយសារផ្លូវវាឆ្ងាយយើងឃើញភ្នំអញ្ចឹងមិនចិត្តទេណាយើងឆ្ងាយដែរហើយមើលតែទេសភាពវិញស្អាតបដ ாய் ទេសភាពនៅតាមស្រុកស្រែចំការគឺអញ្ចឹងគឺស្រស់ស្អាតណាមើលទៅប្លង់នេះគេមានដើមដូងព្រលឺព្រះអាទិត្យរះចិញ្ចែងចិញ្ចាចមើលទៅចាំងដើមដូងមើលទៅស្រស់ស្អាតតែម្ដងសម្រស់ធម្មជាតិនៅតាមទីស្រុកស្រែចំការជនបទយើងនិយាយទៅគឺស្រស់ស្អាតណារស់នៅដោយគេថាជាមួយធម្មជាតិណាហើយនេះខ្ញុំមកដល់ទីតាំងមួយទៀតហើយទីតាំងចុងក្រោយឯងដែលខ្ញុំតម្លាក់តកពួកខ្ញុំតម្លាក់តែ2ទេ2ទីតាំងទេទីតាំងមុនហ្នឹងហើយនិងទីតាំងហ្នឹងគឺជាទីតាំងចុងក្រោយហើយទីតាំងចុងក្រោយនេះយើងច្រើនជាងគេកន្លែងនេះដូចជាតម្លាក់ថ្ងៃហ្នឹងដូចជាជិត40ដើមច្រើនដែរហើយនេះគាត់កាត់ដាក់លម៉កនោះលម៉កគាត់ហ្នឹងគាត់កាត់ជាកង់អញ្ចឹងដើម្បីលក់រឿយក្នុងមួយដុំហ្នឹងគាត់លក់1000តែគាត់លក់ទៅតាមភូមិអញ្ចឹងណាព្រោះគាត់ដឹកចាយតាមភូមិតាមអីហ្នឹងអញ្ចឹងគាត់យកទៅលក់បន្តអញ្ចឹងទៅអញ្ចឹងវីដេអូខ្ញុំប្រចាំថ្ងៃអត់មានអីទេការងារខ្ញុំប្រចាំថ្ងៃគឺតែប៉ុណ្ណឹងព្រលឹមឡើងចេញពីផ្ទះទៅរោងចក្រចេញពីរោងចក្រដឹកមកចាយតាមតូបតាមអីអញ្ចឹងទៅដើម្បីឲ្យគាត់យកទៅលក់តាមភូមិទៀតអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចូលចិត្តនៅវីដេអូរបស់ខ្ញុំសូមជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងហើយចុចសញ្ញាកណ្ដឹងដើម្បីទទួលបាន Notification នៅពេលដែលខ្ញុំ Upload វីដេអូថ្មីឡើងអញ្ចឹងបងប្អូនអាចចូលទៅទស្សនាដោយសេចក្តីរីករាយបាទសូមអរគុណ